ជាដំបូងយើងសូមគោរពជំរាបសួរដល់គណៈកម្មការវិទ្យាល័យការការពារទាំងពីររូបជាទីគោរពសូមគោរពសួស្តីដល់មិត្តពិសិដ្ឋនិងវិទ្យុដែលមានវត្តមាននៅទីនេះអស់ជាស្នាខ្ញុំជានិស្សិតនៃសាកលវិទ្យាល័យវិទ្យាសាខាកសិកម្មសិក្សាក្នុងមហាវិទ្យាល័យជំនាញធុរកិច្ចជំនាន់ទី19ឆ្នាំសិក្សា2020ដល់2021ពេលនេះខ្ញុំសូមធ្វើការការពារស្ថានភាពក្នុងវិទ្យាបទស្ដីពីការជ្រើសរើសនិងដំណើរបុគ្គលិកនៅស្ថានភាពសង្គមដែលការស្រាវជ្រាវនេះត្រូវបានដឹកនាំដោយយកចិត្តទុកដាក់ដល់សាស្ត្រាចារ្យពីផ្នែកនិងមានសមាជិកចូលរួម5រូបដែលមានក្នុងបាទគូក្រៅជាវិទ្យាខ្ញុំសូមចូលជាសមាជិកពីខ្ញុំរងចាំទីដាក់ជាសមាជិកជួយបានខ្ញុំជាសមាជិកជួយបានកុំជំនឿជាសមាជិកអរគុណដល់សមាជិកអង្គសារណាទាំងអនុញ្ញាតឲ្យខ្ញុំបានធ្វើការបង្ហាញនៅវេទិកាដូចតទៅ1សេចក្តីដើម2រំលឹកទ្រឹស្ដី3វិធីសាស្ត្រនៃការស្រាវជ្រាវ4លទ្ធផលនៃការស្រាវជ្រាវ5កម្មវិធីសាស្ត្រ6ស្វ័យសំខាន់អនុសាសន៍សេចក្តីដើមបណ្ដាប្រទេសនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះកំពុងធ្វើដំណើរទៅមុខយ៉ាងឆាប់រហ័សជាមួយបច្ចេកវិទ្យាប្រជាជនដែលធ្វើឲ្យពិភពលោកមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃដែលជិតឈប់កម្ពុជាជាប្រទេសដែលកំពុងអភិវឌ្ឍលើក្នុងវិស័យអប់រំក៏ជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលផងដែរជាមួយគ្នានេះវិទ្យាស្ថានរដ្ឋបានចូលច្បាប់ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយជ្រោមជ្រែងជួយជ្រោមជ្រែងអភិវឌ្ឍធនធានមនុស្សកម្ពុជាឲ្យមានភាពរីកចម្រើននិងឆាប់រហ័សនិងបានផ្ដល់ការងារជាច្រើនដល់ប្រជាពលរដ្ឋកម្ពុជាដែលមើលឃើញសារៈសំខាន់ឲ្យហើយក្នុងយើងខ្ញុំបានសម្រេចជ្រើសយកប្រធានបទការជ្រើសរើសក្នុងការបុគ្គលិកនៅវិទ្យាស្ថានអប់រំសិង្ហបុរីដើម្បីធ្វើជាសារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រតើការជ្រើសរើសក្នុងដំណើរបុគ្គលិកនៅវិទ្យាស្ថានអប់រំសិង្ហបុរីដំណើរការទៅយ៉ាងដូចនេះដើម្បីឆ្លើយតបទៅនឹងគោលបំណងទៅនឹងចំណោមបញ្ហាខាងលើក្រុមរបស់ខ្ញុំបានកំណត់នៅគោលបំណង3សំខាន់ដូចតទៅ1យើងសិក្សាលម្អិតទៅលើស្ថានភាពទូទៅនៃវិទ្យាស្ថានអប់រំ2ស្វែងយល់ពីដំណើរការការជ្រើសរើស3ស្វែងយល់ពីដំណើរការនៃការបន្តតាមក្រុមយើងខ្ញុំមានសមាជិកចំនួន5នាក់ចំណាយពេលរយៈពេល3ខែដើម្បីសិក្សាស្រាវជ្រាវដល់លើធាតុបទការជ្រើសរើសនិងដំណើរបុគ្គលិកនៅវិទ្យាស្ថានអប់រំសង្ឃពុដែលមានទីតាំងនៅភូមិតំកាំងត្រែងសង្កាត់សាលាកម្លាំងក្រុងសៀមរាបខេត្តសៀមរាបដល់ហើយបានបញ្ចប់នៅអត្ថបទសាលានេះអត្ថបទខាងលើពិតជាមានសារៈសំខាន់ណាស់ដល់1ស្វែងយល់ដឹងពីដំណើរការនៃការជ្រើសរើសនិងដំណើរបុគ្គលិក2ដឹងពីបញ្ហានិងដំណោះស្រាយដែលកើតឡើងជាក់ស្ដែងនៅក្នុងពេលដែលយើងបន្តដំណើរ3ទទួលបានបទពិសោធន៍ក្នុងការចងក្រងការប្រមូលទិន្នន័យការស្រាវជ្រាវដើម្បីរៀបចំជាអត្ថបទឯកសារមួយដែលមានទិន្នន័យនិងខ្លឹមសារល្អដើម្បីទុកជាឯកសារទាំងចុងក្រោយអត្ថបទនេះពិតរឹតតែជារឹតតែសំខាន់untukទុកសម្រាប់ដល់មិត្តនិស្សិតឬក៏អូននិស្សិតចំនួនក្រោយដើម្បីធ្វើជាឯកសារគោលក្នុងការសិក្សាស្រាវជ្រាវបើយើងទៅលេខមើលពីកលឹកនៅក្នុងប្រទេសរបស់ខាងលើក្រុមរបស់យើងខ្ញុំបានផ្លាត់មើលពីកលឹកចំនួន3ដោយ1ជានិយាយពីការជ្រើសរើសគឺជាដំណើរការនៃការសម្រិតសម្រាំងយកបុគ្គលិកទៅតាមស្តីប្រកាសរបស់អង្គភាពមួយ2ការបដិបត្តិគឺសំដៅដល់ការដែលយើងផ្ទេរដំណាក់ជំនាញនិងការផ្ដល់នូវចំណេះដឹងទៅកាន់បុគ្គលិកដែលបម្រើនឹងការអង្គភាពឲ្យការមានភាពប្រសើរឡើងបើគឺយើងសំដៅអង្គភាពដល់ធនធានមនុស្សនៅក្នុងអង្គភាពរួមមានបុគ្គលិករដ្ឋបាលបុគ្គលិកបានគ្រូយកសាលាជាដើមជាការពិតណាស់ការគ្រប់គ្រងធនធានមនុស្សមានលក្ខណៈខុសគ្នាពីប្រៀបធៀបពីសម័យបច្ចុប្បន្នពីសម័យមុនមកបច្ចុប្បន្នទើបធ្វើឲ្យមានការផ្លាស់ប្ដូរជាច្រើនហើយការគ្រប់គ្រងធនធានមនុស្សវាដើរតួកាន់តែសំខាន់នៅក្នុងអង្គភាពទាំងស្ថាប័នរដ្ឋនិងឯកជននៅក្នុងគោលបំណងនៃការបង្កើតសមត្ថភាពការងារនិងគុណភាពការងារការគ្រប់គ្រងធនធានមនុស្សគឺជាដំណើរការនៃការជ្រើសរើសវាតម្លៃនៃការផ្ដល់សំណងផ្សេងដល់បុគ្គលិកនៅក្នុងអង្គភាពដើម្បីសម្រេចនូវគោលបំណងរបស់ឲ្យមានប្រសិទ្ធភាពយោងតាមទស្សនវិជ្ជាលោកម៉ាក់ស៊ីវិចឆ្នាំ1991មុខងារនៃការគ្រប់គ្រងធនធានមនុស្សត្រូវបានបែងចែកជាពីរទី1ការប្រមូលលោក2ការវិវត្ត3ការថែរក្សាការវិភាគបើយើងត្រឡប់គឺសំដៅដល់របៀបរបបនៃការវិតម្លៃជំនាញរបស់បុគ្គលិកហើយការវិធីការងារត្រូវបានធ្វើឡើងនៅក្នុងដំណាក់កាល3ដោយទី1គឺនៅពេលដែលអង្គភាពថ្មីត្រូវបានបង្កើតឡើងទី2គឺនៅពេលដែលអង្គភាពនឹងមានការងារថ្មីឬក៏ប្រជែកថ្មីបានកើតឡើងយើងធ្វើឡើងការវិភាគការងារហើយចុងក្រោយគាត់គឺនៅពេលដែលមានការផ្លាស់ប្ដូរទៅបច្ចេកវិទ្យាណាមួយដែលមាននៅក្នុងបរិបទសង្គមធ្វើឲ្យយើងត្រូវការតែខាត់ណាស់ជាទីឲ្យមានការវិភាគការងារបើយើងទៅលេខមើលការធ្វើផែនការធនធាននោះវិញការធ្វើផែនការទៅនោះគឺជាសកម្មភាពដែលយើងត្រូវយល់ដឹងពីបុគ្គលិកពីតម្រូវការបុគ្គលិកការគ្រប់គ្រងបុគ្គលិកដែលធ្វើឲ្យអ្នកគ្រប់គ្រងត្រូវប្រកាសថាយើងត្រូវដាក់បុគ្គលិកហ្នឹងឲ្យជាប់នឹងសមត្ថភាពជំនាញរបស់គាត់បើជាមួយគ្នានេះហើយដំណើរការរបស់វាត្រូវបានឆ្លងកាត់នៅក្នុងដំណាក់កាល4ដាច់កន្លែងនេះទី1គឺដាក់ដល់ការវិភាគលើកលៈសាស្ត្រ2
គឺយើងត្រូវវិភាគលើការគ្រប់គ្រង3យើងជាកទៅលើតម្រូវការ4លើការបង្កើតនៅទីការដំណោះស្រាយការបានរបស់យើងគឺសំដៅដល់សមត្ថភាពនៃការដែលយើងកំណត់នៅពេលអនាគតថាតើយើងអាចរកនៅធនធានមនុស្សចំណេះជំនាញបានកម្រិតណាដើម្បីយើងក្នុងអនាគតយើងនឹងកំណត់ចំនួនមួយជាក់លាក់ដែលយើងត្រូវបានដើម្បីបំពេញការក្នុងអង្គភាពយូរដែរជាមួយគ្នានេះការបានស្មាននៅចំនួនដែលអាចបានមានន័យថាជាកិច្ចព្រមព្រៀងការសន្យាការទទួលយករវាងនិយោជិតនិងនិយោជកបានជាទៅឲ្យសាមញ្ញថាការទទួលយករវាងមេហើយកូនចៅថាគាត់ទទួលយកកិច្ចព្រមព្រៀងណាមួយដើម្បីចូលមកបម្រើការនៅក្នុងអង្គភាពយើងការបានយកបាយគឺជាការសម្រេចចិត្តចុងក្រោយរបស់បុគ្គលិកហើយជាការអនុញ្ញាតការផ្ដល់នៅទូរទស្សន៍ជូនបុគ្គលិកតាមតហើយបើយើងបន្លែងបង្កើតការជ្រើសការបង្កើតជ្រើសគឺស្ដាយការអភិវឌ្ឍនៅការដាក់បំពេញនៅទុនធានមនុស្សឲ្យគាត់មកធ្វើការនៅក្នុងអង្គភាពយើងហើយការបង្កើតជ្រើសនេះហើយការបង្កើតជ្រើសនេះក៏ជាជំហានដំបូងដំណាក់កាលដំបូងនៃការគ្រប់គ្រងទុនធានមនុស្សផងដែរហើយការបង្កើតជ្រើសត្រូវបានចាត់ចែងពីទីគឺការបង្កើតជ្រើសខាងក្នុងហើយនិងការបង្កើតជ្រើសខាងក្រៅពេលនេះការអនុវត្តចំណុចរបស់ខ្ញុំគឺត្រូវបានបញ្ចប់សូមអរគុណពេលនេះខ្ញុំសូមបន្តទៅដល់និស្សិតរដ្ឋាភិបាលសូមអរគុណដល់និស្សិតគុណមកណាសូមជម្រាបសួរដល់គណៈកម្មការវិទ្យាល័យការពារសាធារណៈ3រូបក៏ដូចជាខ្ញុំកិត្តិយសដែលមានវត្តមាននៅទីនេះជាកិច្ចបន្តនាងខ្ញុំនឹងធ្វើការបកស្រាយនៅចំណុចការជ្រើសរើសគឺជាដំណើរការនៃការជ្រើសរើសសម្រាប់សម្រាប់យុវជនណាមួយដែលអង្គភាពគិតថាមានលក្ខណៈគុណសម្បត្តិគ្រប់គ្រាន់បំផុតនៅក្នុងចំណោមបេក្ខជនដទៃទៀតដែលបានមកដាក់ពាក្យសុំបម្រើការងារហើយដំណើរការនៃការជ្រើសរើសបុគ្គលិកយើងក៏បានអនុវត្តទៅតាមជំហានដូចខាងក្រោមទី1តកតងជាមួយនឹងបែបបទដាក់ពាក្យសុំបម្រើការងារការប្រភេទនៃការធ្វើតេស្តប្រភេទនៃការសម្ភាសការពិនិត្យមើលសវនៈរបស់បេក្ខជនការពិនិត្យមើលសុខភាពការសម្រេចចិត្តចុងក្រោយនិងការធ្វើកិច្ចសន្យាចំពោះបែបបទដាក់ពាក្យសុំបម្រើការងារវិញក្នុងគោលបំណងគឺដើម្បីទទួលបាននូវព័ត៌មានរបស់បេក្ខជននៅក្នុងទម្រង់បែបស្តង់ដារដែលបេក្ខជនបានធ្វើការដាក់ពាក្យមកកាន់ស្ថាប័នរីឯប្រភេទនៃការសម្ភាសវិញយើងក៏មានដូចជាសម្ភាសបែបរចនាសម្ព័ន្ធសម្ភាសតាមបណ្ដាញក្រុមតុសម្ភាសតាំងតឹងសម្ភាសជាក្រុមនិងក្រុមប្រឹក្សាសម្ភាសរីឯប្រភេទនៃការធ្វើតេស្តវិញក៏មានដូចជាតេស្តសមត្ថភាពតេស្តបំណិនតេស្តចរិយាសម្បត្តិតេស្តកាយសម្បទានិងតេស្តចិត្តសាស្ត្ររីឯការវិភាគទៅលើការសរសេរវិញគឺតម្រូវឲ្យអង្គភាពប្រើប្រាស់នូវសមត្ថភាពក៏ដូចជាជំនាញរបស់ខ្លួនណាដើម្បីធ្វើការត្រួតពិនិត្យទៅលើការសរសេររបស់បេក្ខជនដើម្បីធ្វើការបានស្មានថាតើបេក្ខជនមានគុណសម្បត្តិគ្រប់គ្រាន់ក៏ដូចជាបទពិសោធន៍លក្ខណៈគុណសម្បត្តិអ្វីខ្លះដើម្បីអាចបំពេញកិច្ចការងារនៅក្នុងអង្គភាពបានជាមួយគ្នានេះដែរការពិនិត្យមើលសវនៈរបស់បេក្ខជនក៏ជាចំណុចមួយដែលសំខាន់ដែរដែលអង្គភាពមុននឹងសម្រេចចិត្តជ្រើសរើសយកបេក្ខជនណាមួយមកបំពេញកិច្ចការងារត្រូវតែពិនិត្យមើលសវនៈរបស់គាត់ឲ្យបានច្បាស់លាស់ជាមុនសិនរីឯការពិនិត្យសុខភាពក៏ត្រូវមានលិខិតបញ្ជាក់ពីចេញពីមន្ទីរពេទ្យក៏ដូចជាវិជ្ជាបណ្ឌិតជាដើមការសម្រេចចិត្តចុងក្រោយប្រកាន់ណាស់ថាមុនអង្គភាពត្រូវតែជ្រើសរើសយកបេក្ខជនណាដែលស័ក្តិសមបំផុតយកមកបំពេញកិច្ចការងារទៅតាមជំនាញឬក៏ដាក់មនុស្សឲ្យត្រូវទៅតាមអីដែលអង្គភាពចង់បានចុងក្រោយនៃការសម្រេចចិត្តគឺការធ្វើកិច្ចសន្យាដែលធ្វើឡើងរវាងបេក្ខជនជាមួយនឹងអង្គភាពដែលអង្គភាពបានសម្រេចចិត្តផ្ដល់កិច្ចការងារទៅឲ្យគាត់ហើយអង្គភាពត្រូវតែមានលិខិតចុះកិច្ចសន្យាជាមួយបេក្ខជនជាលិខិតអក្សរដើម្បីធ្វើការព្រមព្រៀងគ្នាក្រៅពីការជ្រើសរើសបុគ្គលិកការបណ្ដុះបណ្ដាលជាផ្នែកមួយដែលសំខាន់ដែលអង្គភាពត្រូវជាអ្នកផ្ដួចផ្ដើមណាដើម្បីជំរុញឲ្យបុគ្គលិកទាំងឡាយនោះគាត់មានសមត្ថភាពបំពេញកិច្ចការងាររបស់គាត់នោះឲ្យបានកាន់តែល្អទៀតដើម្បីស្របទៅតាមទស្សនវិស័យបេសកកម្មរបស់អង្គភាពក្នុងនោះផងដែរក៏បំណងនៃការបណ្ដុះបណ្ដាលគឺធ្វើឡើងដើម្បីអនុវត្តការអនុវត្តការងាររបស់បុគ្គលិកឲ្យកាន់តែប្រសើរឡើងហើយកាត់បន្ថយកំហុសឆ្គងជាពិសេសនោះឲ្យបុគ្គលិកគាត់ទទួលបាននូវសមត្ថភាពការងាររបស់គាត់ពេញលេញហើយជាពិសេសនោះបុគ្គលិកនោះទទួលបានការអភិវឌ្ឍជំនាញថ្មីៗទៀតចំណែកឯអ្នកទទួលបន្ទុកទៅលើការបណ្ដុះបណ្ដាលគឺផ្នែកធនធានមនុស្សនិងអ្នកគ្រប់គ្រងបើយើងក៏លេងមកមើលការបានប្រមាណនៃការបណ្ដុះបណ្ដាលវិញគឺអង្គភាពត្រូវឲ្យដឹងថាកម្រិតជំនាញបុគ្គលិករបស់គាត់នៅក្នុងអង្គភាពនោះតើគាត់មានជំនាញរបស់គាត់បច្ចុប្បន្ននោះប៉ុណ្ណាហើយនៅពេលដែលគាត់ធ្វើការបណ្ដុះបណ្ដាលបុគ្គលិកហើយតើបុគ្គលិករបស់គាត់នោះអាចមានចំណេះដឹងឬក៏ជំនាញប្រមាណភាគរយទៀតដើម្បីឲ្យអង្គភាពនោះគាត់ធ្វើការបានស្មានមើលអង្គសារណាទាំងមូលបើសិនជាយើងក៏លេងមកមើលពីលទ្ធផលនៃការក្រៅពីធ្វើការបណ្ដុះបណ្ដាលហើយនោះក៏គាត់ជាបុគ្គលិកទទួលបាននូវជំនាញចំណេះដឹងបទពិសោធន៍ហើយជាឱកាសដែលអង្គភាពបង្កើនផលិតភ
ហ្នឹងអង្គភាពនៅទទួលបានលទ្ធផលការងារត្រឡប់មកវិញក្រោយពេលដែលពួកគាត់ធ្វើការបណ្ដុះបណ្ដាលបុគ្គលិកហើយជាមួយគ្នានេះផងដែរប្រភេទនៃការបណ្ដុះបណ្ដាលយើងមានដូចជាការតម្រូវទិសបុគ្គលិកការណែនាំពីការងារការបណ្ដុះបណ្ដាលខាងក្នុងនិងការបណ្ដុះបណ្ដាលខាងក្រៅរីឯវិធីសាស្ត្រនៃការបណ្ដុះបណ្ដាលយើងមានការបណ្ដុះបណ្ដាលនៅកន្លែងការងារការបណ្ដុះបណ្ដាលនៅក្នុងថ្នាក់និងការចុះសិក្សាជំនាញភាពសម្រាប់ការវិនិច្ឆ័យទៅលើការបណ្ដុះបណ្ដាលគឺត្រូវបានសម្គាល់ទៅលើការប្រតិកម្មការហាត់រៀនអេរិយាបថក៏ដូចជាលទ្ធផលជាដើមចូលមកដល់វិធីសាស្ត្រនៃការស្រាវជ្រាវក្រុមនាងខ្ញុំបានជ្រើសរើសជំនុំរូប2នាក់ក្នុងនោះមានលោកនាយកម្នាក់ប្រធានផ្នែកគ្រប់គ្រងធនធានម្នាក់និងបុគ្គលិកចំនួន5នាក់ចំណែកឯបច្ចេកទេសនៃការជ្រើសរើសគំរូការគឺយើងជ្រើសរើសតាមបែបបញ្ចៃដន្យនិងវិធីសាស្ត្រវិនិច្ឆ័យតាមបែបចែកឆ្ងាញ់ផងសាមលីចូលមកដល់បច្ចេកទេសប្រមូលទិន្នន័យយើងមានកម្រិតសំណួរដែលគ្មានកិច្ចការសម្ព័ន្ធចុះសម្ភារផ្ទាល់ជាមួយនឹងអង្គភាពហើយនឹងការចុះប្រមូលឯកសារនិងពាក់ព័ន្ធចុងក្រោយបច្ចេកទេសនៃការវិភាគគឺយើងនឹងធ្វើការបកស្រាយពន្យល់តាមបែបគុណវិស័យដើម្បីធ្វើការប្រៀបធៀបជាមួយនឹងទ្រឹស្ដីទៅតាមដើម្បីស្វែងរកនូវព័ត៌មានលម្អិតដើម្បីធ្វើការស្វែងរកនូវចំណុចដែលល្អចំណុចដែលខ្វះខាតដើម្បីជំរុញឲ្យប្រធានបទរបស់យើងឲ្យកាន់តែល្អប្រសើរថែមពីនេះទៀតទូនីតិរបស់នេះខ្ញុំត្រូវបានបញ្ចប់ភារកិច្ចបន្ទាប់ឲ្យទៅនិស្សិតសំលេងមួយសូមអរគុណដល់និស្សិតចាស់ពីណាសូមគោរពជំរាបសួរគណៈកម្មការការពារសារដើម្បីរកនិងនិស្សិតដែលមានវត្តមាននៅទីនេះបន្តទៅទៀតនេះខ្ញុំធ្វើការបកស្រាយនៅលទ្ធផលនៃការស្រាវជ្រាវរបស់វិទ្យាស្ថានអប់រំសិង្ហបុរីគឺត្រូវបានបង្កើតឡើងនៅឆ្នាំ2013ដោយលោកស្រីតាសុខូដែលជាជនជាតិសិង្ហបុរីដើម្បីនាំយកការអប់រំពីប្រទេសសិង្ហបុរីមកកាន់ប្រទេសកម្ពុជាហើយក៏ចង់ឲ្យមានកម្រិតខ្ពស់នៃការអប់រំដែលមាននៅប្រព័ន្ធអប់រំល្អនៅក្នុងបន្ទប់សិក្សាមានគ្រូបង្រៀនដែលមានបទពិសោធន៍និងបច្ចេកវិទ្យាទំនើបនៅក្នុងបន្ទប់សិក្សាដែលបម្រើឲ្យការបង្រៀនសិស្សនិស្សិតនោះប្រកបដោយប្រសិទ្ធភាពខ្ពស់និងគុណភាពខ្ពស់ចំពោះថាសញ្ញាវិទ្យាស្ថានគឺមានអត្តសញ្ញាណការរំដួលនៅចំកណ្ដាលទីកាសាននៅខាងលើគឺមានពាក្យវិទ្យាស្ថានអប់រំសិង្ហបុរីនិងខាងក្រោមមានពាក្យ Singapore Health Institute of Education ហើយទីតាំងគឺស្ថិតនៅភូមិត្រពាំងត្រែងសង្កាត់សាលាកំរើកក្រុងសៀមរាបខេត្តសៀមរាបដែលទីកន្លែងនេះគឺមានទីធ្លាធំទូលាយទាំងមុខសាលានិងនៅបរិវេណសាលារៀនដែលមានស្រួលសម្រាប់អាណាព្យាបាលនៅក្នុងការមកយកវត្តធីតារបស់ពួកគាត់ទាំងនេះគឺជារចនាសម្ព័ន្ធរបស់វិទ្យាស្ថានអប់រំសិង្ហបុរីដែលបានបែងចែកអ្នកគ្រប់គ្រងទៅតាមផ្នែកនីមួយៗរីឯបុគ្គលិកនៅវិទ្យាស្ថានវិញគិតត្រឹមខែធ្នូឆ្នាំ2023នេះគឺមានចំនួនសរុប203នាក់ដែលក្នុងនោះមានជនជាតិខ្មែរចំនួន152នាក់និងជនជាតិបរទេសចំនួន51នាក់ហើយម៉ោងធ្វើការរបស់វិទ្យាស្ថានគឺមាន2វេនពេលព្រឹកគឺនៅម៉ោង7:15ដល់ម៉ោង11:45និងពេលរសៀលគឺនៅម៉ោង1:15ដល់ម៉ោង5:45មួយវិញទៀតមធ្យោបាយដឹកជញ្ជូនតាមរថយន្តគឺមានចំនួន4លើកគឺពេលជួបសិស្សទៅផ្ទះវិញនៅពេលព្រឹកនិងពេលរសៀលពេលទៅយកសិស្សគឺនៅពេលព្រឹកនិងពេលរសៀលនិងពេលជួបសិស្សទៅផ្ទះវិញនៅពេលថ្ងៃត្រង់និងពេលល្ងាចលើកពីនេះទៅទៀតវិទ្យាស្ថានក៏មាននៅកលយានុបដ្ឋានពេញម៉ោងពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រដើម្បីត្រួតពិនិត្យនិងតាមដានថែទាំទៅលើសុខភាពរបស់សិស្សនិស្សិតដូចគ្នានេះផងដែរសម្រាប់សិស្សដែលនៅវិទ្យាស្ថានពេញម៉ោងក៏មាននៅអាហារថ្ងៃត្រង់នៅម៉ោង 11:30 នាទីដែលអាហារទាំងនោះគឺត្រូវបានរៀបចំដោយចុងភៅសាលាហើយត្រួតពិនិត្យទៅដោយវិទ្យាស្ថានផ្ទាល់ផងដែរបើយើងនិយាយពីកម្មវិធីសិក្សាវិញវិទ្យាស្ថានគឺមានកម្មវិធីសិក្សាចំនួន3កម្មវិធីសិក្សាចំណេះដឹងទូទៅភាសាខ្មែរដែលមានកម្រិតមត្តេយ្យសិក្សាបឋមសិក្សានិងមធ្យមសិក្សាចំពោះមត្តេយ្យសិក្សាគឺមានកម្រិតមត្តេយ្យទាបមធ្យមនិងកម្រិតខ្ពស់បឋមសិក្សាគឺមានចាប់ពីថ្នាក់ទី1រហូតដល់ថ្នាក់ទី6ចំណែកមធ្យមសិក្សាគឺមានចាប់ពីថ្នាក់ទី7រហូតដល់ថ្នាក់ទី12ដែលការសិក្សានឹងផងដែរគឺមានរយៈពេល4ម៉ោងដែលស្របទៅតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំយុវជននិងកីឡាកម្មវិធីភាសាបរទេសដែលមានភាសាអង់គ្លេសនិងភាសាចិនដែលមានចាប់ពីកម្រិតមត្តេយ្យសិក្សារហូតដល់ថ្នាក់ត្រៀមឧត្តមសិក្សាប៉ុន្តែចំពោះភាសាចិនវិញគឺមិនមានកម្រិត1និងកម្រិត2ទេហើយការសិក្សានោះគឺសិក្សា4ម៉ោងទៅតាមគម្រោងកម្មវិធីសិក្សាទូទៅក្រៅពីភាសាបរទេសនិងចំណេះដឹងទូទៅភាសាខ្មែរវិទ្យាស្ថានក៏មាននៅកម្មវិធីផ្សេងៗទៀតផងដែរដូចជាកម្មវិធីរៀនរបាំនិងរៀនតន្ត្រីដែលកម្មវិធីនេះផងដែរគឺសិក្សានៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យបើយើងក្រឡេកមកមើលទស្សនវិស័យរបស់វិទ្យាស្ថានវិញ
គឺជួយជំរុញឲ្យសិស្សសាស្ត្រស្គាល់ពីសក្តានុពលរបស់ពួកគេក្នុងនាមជាពលរដ្ឋល្អណែនាំពួកគេឲ្យស្គាល់តម្លៃនៃការសិក្សាពេញមួយជីវិតនិងដឹកនាំពួកគាត់នឹងឲ្យមានអនាគតភ្លឺស្វាងនៅក្នុងអាជីពគ្រួសារនិងសង្គមផងដែរចំពោះបេសកកម្មគឺវិទ្យាស្ថានបានបង្កើតប្រកបទៅដោយការលើកទឹកចិត្តដើម្បីជួយជំរុញសិស្សសាស្ត្រនោះឲ្យគាត់ពេញចិត្តនៅក្នុងការសិក្សារៀនសូត្រជាមួយលោកគ្រូអ្នកគ្រូហើយក៏ជួយជំរុញពួកគាត់ឲ្យទទួលបាននូវលទ្ធផលសិក្សាល្អតាមរយៈការអនុវត្តជាក់ស្ដែងហើយនិងការធ្វើវិសោធន៍នានានិងជួយពួកគាត់ឲ្យទទួលបានជោគជ័យនៅក្នុងការសិក្សារៀនសូត្រប្រកបទៅដោយភាពនៅក្នុងពិភពលោកមួយដ៏ស្រស់ត្រកាលចំពោះគោលបំណងវិញគឺបង្កើតឡើងដើម្បីឲ្យប្រជាជននៅក្នុងប្រទេសកម្ពុជាហ្នឹងគឺមានការទទួលស្គាល់ទៅលើវិទ្យាស្ថានហើយជាស្ថានគឺចង់ចែករំលែកនៅចំណេះដឹងជំនាញទៅកាន់ពេញជំនាន់ក្រោយទាំងភាសាជាតិនិងអន្តរជាតិប្រកបដោយការយកចិត្តទុកដាក់ហើយក៏ផ្ដល់ពួកគាត់នៅអេរិយាបថល្អសិលធម៌ល្អនៅក្នុងសង្គមទាំងមូលផងដែរនេះចំណុចរបស់នេះខ្ញុំត្រូវបានបញ្ចប់បន្តសូមប្រកល់ទូនីតិឲ្យទៅនិស្សិតភូមិបញ្ញាកម្មការទាំង3ព្រមទាំងមិននិស្សិតទាំងអស់គ្នាជាបន្តទៀតនេះខ្ញុំបានសូមធ្វើការបកស្រាយនៅលើចំណុចការជ្រើសរើសបុគ្គលិករបស់វិទ្យាស្ថានអប់រំសាខ្ពស់ជាការប្រកាន់បទបញ្ញត្តិពិតជាមានសារៈសំខាន់ខ្លាំងណាស់ចំពោះអង្គភាពចំពោះបុគ្គលិកទាំងអស់នៅក្នុងអង្គភាពដើម្បីឲ្យគាត់មានការយល់ដឹងអំពីគោលដៅបេសកកម្មគុណតម្លៃលក្ខខណ្ឌការងាររចនាសម្ព័ន្ធនិងការអនុវត្តការងារនៅក្នុងអង្គភាពការអនុវត្តបទបញ្ញត្តិទាំងអស់នេះដែរត្រូវបានត្រួតពិនិត្យនិងតាមដានដោយលោកនាយករងនិងប្រធានផ្នែកទាំងអស់នៅក្នុងវិទ្យាស្ថានការធ្វើផែនការធនធានមនុស្សជាជំហានដំបូងជាជំហានមួយនៃការនៃដំណើរការនៃការជ្រើសរើសបុគ្គលិកដើម្បីទទួលបានបេក្ខជនដែលមានសមត្ថភាពចំណេះដឹងជំនាញនិងលក្ខណៈសម្បត្តិគ្រប់គ្រាន់ស្របទៅតាមតម្រូវការរបស់អង្គភាពហើយការធ្វើផែនការធនធានមនុស្សនេះដែរត្រូវបានផ្លាស់ប្ដូរជារៀងរាល់ចុងឆ្នាំបន្ទាប់ពីមានការបូកសរុបលទ្ធផលឆ្នាំចាស់ក្នុងករណីដែលមានការប្រែប្រួលឬការដាក់ចេញនៃគោលដៅថ្មីដើម្បីទទួលបានបុគ្គលិកដែលស្របទៅតាមតម្រូវការរបស់អង្គភាពហើយធនធានមនុស្សបានធ្វើការផែនការវិភាគការងារព្រមទាំងកំណត់លក្ខខណ្ឌក៏ដូចជាគុណសម្បត្តិរយៈពេលនៃការជ្រើសរើសនិងកំណត់គោលដៅនៃការផ្សព្វផ្សាយក្នុងនោះវិទ្យាស្ថានក៏បានកំណត់នៅលក្ខខណ្ឌការងារមុខងារនិងទូនាទីរបស់បេក្ខជនមួយតាមប្រភេទការងារដែលពួកគាត់បានដាក់ចេញទី3គឺទម្រង់នៃការជ្រើសរើសវិទ្យាស្ថានមានទម្រង់នៃការប្រកាសជ្រើសរើសទី2ទី1គឺសរសេរជាភាសាខ្មែរទី2គឺសរសេរជាភាសាអង់គ្លេសដែលរបៀបសរសេរទាំងពីរនេះគឺមានអត្ថន័យនិងខ្លឹមសារដូចគ្នាចំណែកឯនីតិវិធីក្នុងការផ្សព្វផ្សាយវិញវិទ្យាស្ថានបានជ្រើសរើសនៅវិធីសាស្ត្រក្នុងការផ្សព្វផ្សាយពីរគឺការផ្សព្វផ្សាយខាងក្រៅតាមរយៈបណ្ដាញសង្គមគឺ Facebook page របស់ Facebook page របស់សាលាធម៌តែម្ដងទី2គឺការជ្រើសរើសខាងក្នុងតាមរយៈការបិទប្រកាសនៅក្នុងអង្គភាពការណែនាំបេក្ខជនក៏ដូចជាការប្រាប់ផ្ទាល់មាត់ជាដើមនីតិវិធីទាំងពីរនេះក៏បានផ្ដល់ផលប្រយោជន៍ក៏ដូចជាគុណសម្បត្តិនិងគុណវិបត្តិដល់អង្គភាពផងដែរដូចជាគុណសម្បត្តិនៃការជ្រើសរើសខាងក្នុងគឺចំណេញនៃពេលវេលាចំណេញនៃថវិកាមានហានិភ័យតិចតួចរីឯគុណសម្បត្តិវិញមានការអអន់ចិត្តរវាងបុគ្គលិកដូចគ្នាជំរឿននៅមានកំណត់បង្កឲ្យសំណាញ់នៃទំនេរចំពោះការជ្រើសគុណសម្បត្តិនៃការជ្រើសរើសខាងក្រៅមានជំរឿនច្រើនលក្ខណៈសម្បត្តិល្អចំណេះដឹងនិងបទពិសោធន៍ថ្មីអាចធ្វើឲ្យអង្គភាពមានការអភិវឌ្ឍជាងមុនផ្ទុយពីគុណសម្បត្តិមកវិញអាចធ្វើឲ្យអង្គភាពចំណាយនៃថវិកាច្រើនចំណាយនៅពេលវេលាយូរក្នុងការជ្រើសរើសចំណាយពេលនៃការផ្សំខ្លួនរបស់បុគ្គលិកថ្មីទៅនឹងអង្គភាពមានការប្រកួតប្រជែងរវាងបុគ្គលិកចាស់និងបុគ្គលិកថ្មីចំពោះដំណើរការជ្រើសរើសវិញជំហានដំបូងនៃការជ្រើសរើសគឺការទទួលពាក្យស្នើសុំរបស់បុគ្គលិកបន្ទាប់ពីទទួលបានពាក្យស្នើសុំរបស់បេក្ខជនហើយផ្នែកធនធានមនុស្សក៏ចាប់ផ្ដើមធ្វើការត្រួតពិនិត្យនិងមានតម្លៃទៅលើការរៀបចំប្រវត្តិរូបសង្ខេបរបស់បេក្ខជនពេលវេលាកម្រិតវប្បធម៌បទពិសោធន៍និងប្រវត្តិនៃការសិក្សាក៏ដូចជាជំនាញផ្សេងៗរបស់បេក្ខជនបន្ទាប់ពីធ្វើការមានតម្លៃរួចមកហើយផ្នែកធនធានមនុស្សក៏ធ្វើការកំណត់តបទៅបេក្ខជនដើម្បីឲ្យគាត់មកសម្ភាសក្នុងគោលបំណងដើម្បីសាកសួរនៅព័ត៌មានលម្អិតរបស់បេក្ខជនក៏ដូចជាសួរនៅព័ត៌មានដែលទាក់ទងជាមួយនឹងវិទ្យាស្ថានអប់រំសាខាពូផ្ទាល់តែម្ដងដែលបេក្ខជនបានដឹង
ហើយវាផ្នែកទុនធានមនុស្សក៏បានធ្វើការវិតម្លៃទៅលើទិន្នន័យដែលបានមកពីការឆ្លើយរបស់បេក្ខជនផងដែរជំហានបន្ទាប់គឺការសម្ភាសសម្រេចគឺធ្វើឡើងដោយលោកនាយករងនិងប្រធានផ្នែកគ្រប់គ្រងទុនធានមនុស្សដើម្បីធ្វើការសម្ភាសសម្រេចយកបេក្ខជនក្នុងគោលបំណងដើម្បីឲ្យបេក្ខជនធ្វើការសាកល្បងការងាររយៈពេល3ខែក្នុងការសាកល្បងនេះដែរក៏មានការវិតម្លៃសមត្ថភាពនៃការបំពេញការងាររបស់គាត់ផងដែរក្នុងករណីដែលបេក្ខជននឹងទទួលបានជោគជ័យនៅក្នុងការសាកល្បងការងាររយៈពេល3ខែវិទ្យាស្ថាននឹងបន្តនៃកិច្ចសន្យាការងារដែលជាលិខិតអក្សរដើម្បីឲ្យបេក្ខជនក្លាយជាបុគ្គលិកពេញសិទ្ធិនៅក្នុងវិទ្យាស្ថានផ្ទាល់តែម្ដងសម្រាប់អ្នកទទួលបន្ទុកនៅក្នុងការបន្តបណ្ដានៅក្នុងវិទ្យាស្ថានគឺមានពីររូបទី1គឺលោកលាវរ៉ាជានាយករងនៃវិទ្យាស្ថានអប់រំសាសនាតលទី2គឺអ្នកស្រីជាចាន់លីណាជាប្រធានផ្នែកគ្រប់គ្រងទុនធានមនុស្សក្នុងគោលបំណងដើម្បីក្នុងគោលបំណងបណ្ដាបុគ្គលិកនឹងគឺដើម្បីឲ្យបុគ្គលិកទទួលបាននូវចំណេះដឹងថ្មីអភិវឌ្ឍសមត្ថភាពក៏ដូចជាពង្រឹងបន្ថែមនូវសមត្ថភាពរបស់បុគ្គលិកដើម្បីឲ្យពួកគាត់បំពេញការងារកាន់តែល្អប្រសើរនៅក្នុងអង្គភាពចំពោះប្រភេទនៃការបណ្ដុះបណ្ដាលរបស់វិទ្យាស្ថានគឺមាន3ទី1ការតម្រង់ទិសនិងការផ្ដល់ព័ត៌មានទី2ការអភិវឌ្ឍជំនាញទី3ការបណ្ដុះបណ្ដាលផ្នែកសុវត្ថិភាពចំពោះវិធីសាស្ត្រក្នុងការបណ្ដុះបណ្ដាលរបស់វិទ្យាស្ថានអប់រំសិង្ហបុរីគឺគាត់ប្រើប្រាស់ជាប្រភេទ slide ឬក៏វីដេអូរូបភាពដើម្បីឲ្យមានភាពងាយស្រួលក្នុងការរៀននិងអាចធ្វើឲ្យអ្នកបណ្ដុះបណ្ដាលនេះឆាប់ចេះហើយបន្ថែមពីនេះទៀតវិទ្យាស្ថានក៏បានបញ្ជូនបុគ្គលិករបស់ខ្លួនទៅចូលរួមសិក្ខាសាលាការប្រជុំទាក់ទងជាមួយទស្សនៈរួមការសង្គ្រោះបឋមក៏ដូចជាវគ្គបណ្ដុះបណ្ដាលផ្សេងៗដែលទាក់ទងជាមួយនឹងវិស័យអប់រំផងដែរនៅក្នុងនោះអង្គភាពក៏បានធ្វើការបណ្ដុះបណ្ដាលបុគ្គលិករបស់ខ្លួនទៅលើប្រព័ន្ធគ្រប់គ្រងវត្តមានការសុំច្បាប់ការសុំច្បាប់តាមប្រព័ន្ធអនឡាញក៏ដូចជាជំនាញកុំព្យូទ័រផ្នែករដ្ឋបាលហើយមូលហេតុដែលធ្វើឲ្យអង្គភាពធ្វើការបណ្ដុះបណ្ដាលបុគ្គលិកនេះទី1ដើម្បីអភិវឌ្ឍទៅលើផ្នែកធនធានមនុស្សរបស់អង្គភាពទី2មានការធ្វើកំណែទម្រង់ថ្មីទី3សមត្ថភាពបុគ្គលិករបស់គាត់នៅមានកម្រិតហើយងាយស្រួលដើម្បីឲ្យបុគ្គលិកនេះងាយស្រួលក្នុងការអនុវត្តការងារប្រចាំថ្ងៃរបស់ពួកគាត់បន្ទាប់ពីទទួលបានការបណ្ដុះបណ្ដាលរួចហើយបុគ្គលិកអាចទទួលបាននៅផលប្រយោជន៍មួយដូចជាចេះដោះស្រាយនៅបញ្ហាមួយចំនួនដែលជួបប្រទះនៅក្នុងពេលអនុវត្តការងារជាក់ស្ដែងទី2ដឹងអំពីបុគ្គលិកមានសមត្ថភាពភាពក្លាហាននិងតំណែងតំណងល្អនៅក្នុងអង្គភាពការបកស្រាយរបស់ខ្ញុំត្រូវបានបញ្ចប់ជាកិច្ចបន្តសូមផ្ដល់ទូនាទីឲ្យនិស្សិតគុំចិត្តទឹកខ្ញុំនិស្សិតគុំបញ្ញាបានផ្ដល់ទូនាទីដល់ខ្ញុំបាទសម្រាប់សាស្ត្រាចារ្យគណៈកម្មការទាំង3រូបនិងនិស្សិតដែលមានវត្តមាននៅទីនេះទាំងអស់គ្នាជាថ្មីក្នុងទីខ្ញុំសូមបកស្រាយទៅលើជំនាញការពិភាក្សាបន្ទាប់ពីក្រុមការរបស់យើងខ្ញុំបានចុះធ្វើរាយការណ៍ស្រាវជ្រាវដល់វិទ្យាស្ថានអប់រំសិង្ហបុរីយើងបានវិភាគទៅលើដំណើរការនៃការជ្រើសរើសបុគ្គលិកក៏សង្កេតឃើញថាក៏មានជំនាញខ្លាំងនិងជំនាញខ្សោយមួយចំនួនផងដែរតែតោះនៅក្នុងខ្លាំងតែរាល់ពេលបេក្ខជនមកដាក់ពាក្យជាថាបានធ្វើការទទួលនិងពិនិត្យលើពាក្យស្នើសុំបម្រើការងាររបស់បេក្ខជននិងសម្រាប់ជ្រើសរើសយ៉ាងល្អសម្រាប់បេក្ខជនដែលមិនត្រូវបានជ្រើសរើសជាថាបានរក្សាទុកនៅឯបន្ទរូបសង្ខេបឯកសារនានារបស់បេក្ខជនយ៉ាងត្រឹមត្រូវនិងមិនបង្កជាបញ្ហានានាដល់បេក្ខជនឡើយនៅហើយនឹងមានវិធីសាស្ត្រក្នុងការជ្រើសរើសបានឆាប់រហ័សនិងមានលក្ខខណ្ឌត្រឹមត្រូវក្នុងការជ្រើសរើសបុគ្គលិកបេក្ខជនអាចខ្លាចជាបុគ្គលិកពេញសិទ្ធិបានព្រោះតែបានឆ្លងកាត់ការធ្វើតេស្តសមត្ថភាពបន្តពីពេលការងារសាកល្បងរយៈពេល3ខែដោយពីចំណុចខ្លាំងក៏មានចំណុចខ្សោយមួយចំនួនដូចជាពាក្យស្នើសុំបម្រើការងាររបស់វិទ្យាស្ថានមិនតម្រូវឲ្យបេក្ខជនចាប់ឯកសារពិនិត្យសុខភាពមកជាមួយវិញទៀតការប្រកាសជ្រើសរើសនៅខាងក្រៅស្ថាប័នមានតែមួយប្រភពគឺ Facebook បើយើងទៅលេខមកមើលដំណើរការនៃការបន្តតាមបុគ្គលិកនៅវិទ្យាស្ថានអប់រំសិង្ហបុរីវិញក៏មានចំណុចខ្លាំងជាច្រើនវិទ្យាស្ថានបានធ្វើការបន្តតាមបុគ្គលិកព្រាមនៅពេលដែលគាត់ជួបបញ្ហានឹងធ្វើការណែនាំជួយរកដំណោះស្រាយដល់លោកគ្រូអ្នកគ្រូនិងបុគ្គលិកនៅពេលដែលគាត់មានបញ្ហាបន្ថែមពីនេះក៏មានការយកចិត្តទុកដាក់ទៅលើបុគ្គលិកដែលមានកម្មវិធីបណ្ដុះបណ្ដាលទាំងខាងក្នុងនិងខាងក្រៅវិទ្យាស្ថានលើពីនេះទៅទៀតក៏មានបណ្ដុះបណ្ដាលតាមអប់រំតាមរយៈប្រព័ន្ធអេឡិចត្រូនិកដូចជាការប្រចាំស្លាយវីដេអូរូបភាពដើម្បីបណ្ដុះបណ្ដាលបុគ្គលិកបន្ទាប់ពីទទួលការបណ្ដុះបណ្ដាលបុគ្គលិកទីច្រើនដែលមានសមត្ថភាពក្នុងការដោះស្រាយបញ្ហាដែលបានជួបប្រទះនៅពេលដែលគាត់កំពុងតែបំពេញការងារ
bây giờ cái lên là mới chúng mình soi với cao chúng một lần đầu đang tham gia chuyên sảnคือเรามีติดคุยเป้เราต้องมีที่ตัวลงตัวลีคลั่งไอ้มวยเตี้ยสำหรับไอ้ฟาร์มเราดาวmột lầnเราchuyên sảnคือที่ชาติเยี่ยมสร้างเลยแต่เราไม่พอปีบ้านเราmột lầnแต่สร้างเลยก็นั่นมีmột lần dùngตามการศึกษาตัวเลยđấyการเป็นที่ตัวเลยไอ้ฟ้าnên là cầm lòng của một tờ lơ thiên bótการเจริญนั้นเราทำmột lầnเราชิดทางเราลงทางหัวบ้านบางการเคยขาวิชิดทางบ้านอ่านวันลงที่สร้างบ้านอย่างตรงตรงนั้นมีประสิทธิภาพแต่เตะโต้เป็นนั่นเตะเตะโต้นั่นเตะที่ทำการเจริญนั้นเราทำmột lầnมวยมีเตี้ยชิดทำไม่คิดว่าเลยทำการเจริญmột lầnไปบ้านเลยแหละหลักอินชัยตรงตรงจะมีโครงการthu về tổng lòng tư nên liên việc đó là một lực đạt đâu một bên cả nghề cả trong đó phương án một lực ban một bên một tham môi trường này đó chủng ní con bị xóa tiêu tàu bằng rác thu chia tổng đáp cả con cả nghề thì về bên trong các bị xa các bị kiện của miền còn những trong ban kết khơi là miền thì mình xóa nên mình phát hạn môi trường luôn còn những trong số mà nhà nó từ đây một tết thì bao môi trường luôn được hàng cầuการประกันเรื่องบุคลิกเราชี้ทางเราต้องสั่งคู่กู้แต่คือการประกันบ้านตัวลงตัวลีอยู่มั่งโดยcòn tham gia trong phái trong một dạng phần sự công trong phái tiền phải tiền thì cô ai sangรับđào tạoบุคลิกเราชี้ทางสั่งคู่กู้แต่พอไปchia bị xa cái này là bây bằngการchịu chịu ý xuống đoบุคลิกทำการโยนลงปีของสารthì trong một chó bị chia sátกู้แต่sẽ xong một thờiทำการดูบุคลิกต่างๆทางการออกเที่ยวบ้านชายอยู่นี่แต่bây giờบุคลิกตัวบ้านเราสอนทำไมประธานเตียนน้องก้าวไปอย่างนี้อ้อยมีประสบการณ์เพียบอันอ้อยบอกเลยมีหนุ่มเล่นน้องก้าวก็มึงไฟเยอะทำปีถึงต้องทำก้าวทันทีแล้วอันนี้เชียร์ไอ้ไฟเยอะนั่นน่ะไอ้ห้าตัวเฟิร์มไฟบางคนมีกำลังฟังเพื่อการศึกษาการเรียนไอ้ประธานนั้นก็มีโอกาสฝึกฝนเดียวเพียบแต่กรมเดียวย้อมมาก็คือการใส่เทียมเราจะทานออกลงสังกัดกูnói xung hoặc quân đó là cầm can cho bài rút để ban cho chúng ta thì dùng đắt tại xung hoặc quân đó mình sức nên một cố để ban cho luôn thì chỉ cần có xung phát của vào cái can